ថ្ងៃនេះយើងមកសិក្សាពីប្រយោគចំនួន8ដែលប្រើប្រាស់ដើម្បីសរសើរអ្នកដទៃជាភាសាចិនក្នុងនោះមាន4ប្រយោគគឺសរសើរទៅលើរូបសម្បត្តិនិង4ប្រយោគទៀតគឺសរសើរទៅលើគុណសម្បត្តិស្វាគមន៍ជាថ្មីមកកាន់ Channel Star Chinese សូមជួយ Like និង Subscribe admin ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតណាប្រយោគទី1នៅពេលដែលអ្នកចង់សរសើរមនុស្សម្នាក់ថាអ្នកពិតជាស្អាតណាស់យើងនិយាយជាភាសាចិនថា你真漂亮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 មានន័យថា you are really beautiful ប្រយោគទី2នៅពេលដែលយើងចង់សរសើរនរណាគេម្នាក់ថាអ្នកស៊ីកាមេរ៉ាណាស់យើងនិយាយជាភាសាចិនថា你很上镜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 មានន័យជាភាសាអង់គ្លេសថា you are very photogenic ប្រយោគទី3នៅពេលដែលយើងចង់ប្រាប់នរណាគេម្នាក់ថាខ្ញុំចូលចិត្តសម្លៀកបំពាក់អ្នកនៅថ្ងៃនេះយើងនិយាយជាភាសាចិនថា我喜欢你今天的穿搭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 មានន័យជាភាសាអង់គ្លេសថា I love your outfit today ប្រយោគទី4នៅពេលដែលយើងចង់សរសើរនរណាគេម្នាក់ថាអ្នកមើលទៅស្អាតណាស់នៅពេលដែលអ្នកញញឹមយើងនិយាយជាភាសាចិនថា你笑起来真好看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 មានន័យថា you look so pretty when you smileអ្នកទាំងអស់គ្នាអាចចូលទៅមើលវីដេអូមួយនេះរបស់ admin ដើម្បីទាញយក template ជា link ឬ PDF សម្រាប់កត់ត្រាប្រយោគថ្មីដែលបានរៀនដោយឥតគិតថ្លៃប្រយោគទី5នៅពេលដែលអ្នកចង់សរសើរនរណាគេម្នាក់ថាអ្នកមានទំនួលខុសត្រូវណាស់យើងនិយាយជាភាសាចិនថា你很有责任感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 មានន័យថា you are very responsible ប្រយោគទី6នៅពេលដែលយើងចង់សរសើរនរណាគេម្នាក់ថាអ្នកមានចិត្តល្អណាស់យើងនិយាយជាភាសាចិនថា你很善良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 មានន័យថា you are very kind hearted ប្រយោគទី7នៅពេលដែលយើងចង់សរសើរនរណាគេម្នាក់ថាអ្នកជាមនុស្សម្នាក់ដែលមានភាពតាក់ទាញណាស់យើងនិយាយជាភាសាចិនថា你是一个很有魅力的人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 មានន័យថា you are very charming person ប្រយោគទី8នៅពេលដែលយើងចង់សរសើរនរណាគេម្នាក់ជាមួយមិត្តភក្តិយើងថាគាត់មានប្រជាប្រិយភាពខ្លាំងណាស់នាពេលថ្មីៗនេះយើងនិយាយជាភាសាចិនថា他最近超红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 មានន័យថាHe's very popular recently មួយរយៈនេះគាត់ល្បីខ្លាំងណាស់បើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូនេះកុំភ្លេចជួយ Like និង Subscribe admin ម្នាក់មួយ admin នឹងព្យាយាមស្វែងរកវិធីសាស្ត្រនិងគន្លឹះថ្មីៗក្នុងការរៀនភាសាចិនចែករំលែកជូនដល់អ្នកទាំងអស់គ្នានៅវីដេអូក្រោយៗទៀតជម្រាបលាបាយបាយ